ថ្ងៃទី26នេះខ្ញុំបានធ្វើកិច្ចការដើរល្បាតមើលនៅឧទ្យានតេជោសែនសីครับដើម្បីរក្សាផលប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយតែយើងបានដើរទៅជួបជនមួយក្រុមកំពុងតែរៀនយកដីមកកាន់កាប់ដោយយកត្រាក់ទ័រមកកាន់កាប់ឈូសឆាយកំទេចអស់ព្រៃពេលនោះយើងក៏បានយកត្រាក់ទ័រមកទុកនៅឧទ្យានតេជោសែនសីครับគេបានបង្កើតជាក្រុមដើម្បីមករំដោះនៅត្រាក់ទ័រទាំងអស់នោះទៅវិញធ្វើឲ្យនេះបង្ហាញឲ្យឃើញថាតើគាត់ស្រឡាញ់ធម្មជាតិឬក៏នៅតែបន្តបំផ្លាញបែបនេះដោយសារតែរាជរដ្ឋាភិបាលមិនមានស្ថាប័នជាប៉ូលីសយុត្តិធម៌ដូច្នេះយើងធ្វើទៅតាមនីតិវិធីយើងបានផ្ញើឯកសារជូនទៅខាងក្រសួងបរិស្ថានហើយតាក់ទងទៅអភិបាលស្រុកប៉ុន្តែมันមានសកម្មភាពទេឆ្លើយដាក់មួយទៅមួយធ្វើឲ្យយើងលំបាកក្នុងការថែរក្សាសម្រាប់មនុស្សជំនាន់ក្រោយយើងធ្វើនេះដើម្បីផលប្រយោជន៍ពិភពលោកកំពុងរំរាយបំរុលអាកាសធាតុមនុស្សបំផ្លាញបរិស្ថានហើយយើងដឹងហើយថាដីគាត់ច្រើនណាស់មិនមែនតាក់ទងនៅទីនេះទេដីនឹងមានច្រើនហេតុអីមកឬកាប់ឆ្ការដីដែលឈើធំនៅទីនេះសម្រាប់ជាឧស្សាហសម្រាប់កូនចៅគាត់ជំនាន់ក្រោយដើម្បីផលប្រយោជន៍មនុស្សក្មេងជំនាន់ក្រោយហេតុអីនៅតែបន្តបែបនេះសិនជាអ្នកទាំងអស់គ្នាពូកែធ្វើបែបហ្នឹងស្រុកយើងមិនដឹងជារីកចម្រើនយ៉ាងណាទេពូកែណាស់អាខាងបំផ្លាញពូកែណាស់អាចចូលរួមជួយគ្នានៅពេលដែលធ្វើអ្វីដែលខុសច្បាប់បើធ្វើត្រូវច្បាប់ធ្វើបែបហ្នឹងវាជាការល្អតែយើងធ្វើនេះគឺសម្រាប់មនុស្សជំនាន់ក្រោយសម្រាប់កូនក្មេងឲ្យស្គាល់ធ្វើដំណើរពីភ្នំពេញមកដល់ព្រះវិហារគឺមានតែឧស្សាហនេះទេដែលសម្បូរទៅដោយដើមឈើធំនិងសត្វជ្រកកោតបានតែផ្ទុយទៅវិញពួកគេបន្តបែបនេះតើយើងមានកម្លាំងអ្វីដើម្បីថែរក្សាបែបនេះតទៅទៀត